កណនីចំនួនខាងក្រោមនៅក្នុងសំណុំចំនួនកំប្លេចយើងដឹងហើយថាការកណនីចំនួននៅក្នុងសំណុំចំនួនកំប្លេចគឺយើងអាចបញ្ចេញចំនួនអវិជ្ជមានពីក្នុងរ៉ាឌីកាល់ឬការ៉េបានចឹងដើម្បីដោះស្រាយលំហាត់ខាងក្រោមយើងមាន a ស្មើឬការ៉េនៃដក64ដក2ឬការ៉េនៃដក36បូក3ឬការ៉េនៃ9ដើម្បីឲ្យកាន់តែច្បាស់យើងទៅមើលដំណោះស្រាយទាំងអស់គ្នាដែលជាជំហានដំបូងយើងត្រូវបញ្ចេញសញ្ញាដកពីក្នុងរ៉ាឌីកាល់ឬការ៉េជាមុនសិនដែលសញ្ញាដកហ្នឹងគឺស្មើជាមួយនឹង e ការ៉េ e ការ៉េចេញមកខាងក្រៅរ៉ាឌីកាល់ចេញមកគឺបាន e ឬនៃ64ដក 2e ឬនៃ36បូក3ឬការ៉េនៃ9បន្ទាប់ទៀតគឺយើងបញ្ចេញចំនួនពីក្នុងរ៉ាឌីកាល់ម្ដងជាងយើងបាន e គុណជាមួយនឹង8ដក 2e គុណជាមួយនឹង6បូក3គុណជាមួយនឹង3យើងគណនាបន្តទៀតមកយើងបាន 8e ដក 12e បូក9យើងស៊ីសងបន្តមកយើងបានដក 4e បូក9ដែលយើងអត់មានអីគណនាបន្តទៀតទេនេះហើយគឺជាចម្លើយនៃលំហាត់របស់យើងចាសូមអរគុណសម្រាប់ការតាមដានទស្សនានៅការដោះស្រាយលំហាត់ខាងលើនេះ